បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានដោយក្តីនឹករលឹកចឹងថ្ងៃនេះធម្មជាតិជាមួយនឹងជីវិតពិត Channel YouTube របស់ខ្ញុំបាទសូមបង្ហាញនៅមុខម្ហូបមួយមុខជាម្ហូបស្រុកស្រែបែបស្រុកស្រែចំការយើងតែរបស់ហ្នឹងក៏យើងរកបានដែរគឺអន្ទង់ឆាក្តៅបងប្អូនណាតើអន្ទង់ឆាក្តៅនេះវាមានអ្វីពិសេសបងប្អូនកុំភ្លេចរងចាំតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងរបៀបធ្វើគឺដំបូងឡើយខ្ញុំគ្រាន់តែបើកភ្លើងហើយយើងដាក់ឆ្នាំងខ្ទះមកយើងចាក់ប្រេងឆាទុកខ្ទះក្តៅតិចយើងចាក់ប្រេងឆាចូលឲ្យទុកប្រេងឆាហ្នឹងឲ្យរៀងក្តៅខ្ទះបន្តិចទៅយើងក៏ដាក់ខ្ទឹមដែលយើងបានច្រាំហើយហ្នឹងឬក៏យើងដំវាស្អាតហ្នឹងមកយើងដាក់ចូលបងប្អូនណាបាទបញ្ជាក់ថាខ្ទឹមពីមុនហើយឥឡូវវាមិនសូវជាប្រែប្រួលទេតែយើងច្រាំវាទៅយើងទុកសម្បកវាតិចតិចទៅយើងឆាយើងពងឲ្យទៅវាមានរសជាតិឈ្ងុយខ្លាំងណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីហ្នឹងខ្ញុំបាទក៏បានដាក់បំពងស្លឹកក្រូចសើចស្លឹកគ្រៃបងប្អូនណាបាទមានស្លឹកក្រូចសើចស្លឹកគ្រៃអីចឹងទៅមានម្ដេងអីចឹងទៅបាទហ្នឹងផាត់តែជារូបមន្តនៃមុខម្ហូបរបស់យើងអញ្ចឹងខ្ញុំក៏ដាក់រំលីងវាតិចចឹងទៅពួកខ្ញុំដាក់មុនខ្ញុំឆាក្តៅបងប្អូនហ្នឹងមិនអត់ឃើញម្ទេសដាក់ដែរបងប្អូនតែយើងដាក់តាមក្រោយទៀតបងប្អូនឃើញហើយគឺយើងដាក់បន្ទាប់ពីយើងបំពងឬក៏ឆាត្រឡប់គល់ស្លឹកគ្រៃក្រូចសើចអីហ្នឹងយើងដាក់ម្ទេសចូលព្រោះកាលណាដាក់ម្ទេសមុនវាឆ្លក់បងប្អូនយើងដាក់ម្ទេសមុនជាមួយនឹងខ្ទឹមឆាទៅវិញទៅវាឆ្លក់ព្រោះម្ទេសវាឈួលបាទម្ទេសវាហឹរខ្លាំងបាទអញ្ចឹងយើងឆាត្រឡប់វាឲ្យវារៀងក្រៀមសពូនបន្តិចទៅយើងអាចមើលតាមចំណង់ចំណូលចិត្តបងប្អូនណាបាទអញ្ចឹងបន្ទាប់ដែលពីខ្ញុំឆាហើយខ្ញុំដួសគ្រឿងទាំងអស់ហ្នឹងទុកមួយឡែកបងប្អូនណាបាទដួសទុកមួយឡែកសិនយើងដួសគ្រឿងដែលយើងបានឆាហ្នឹងបានមានម្ទេសស្លឹកក្រូចសើចម្ដេងល្មៀតអីហ្នឹងយើងដួសវាទុកមួយឡែកបន្ទាប់ពីយើងដួសចេញហើយផ្ទះដែលនៅហ្វាល់ខ្លាញ់នេះបងប្អូនណាបាទយើងចាប់ដើមចាក់អន្ទង់យើងចូលដើម្បីយើងធ្វើការរំលីងឬក៏យើងឆាអន្ទង់ណាបងប្អូនយើងរំលីងវាដើម្បីកាត់បន្ថយការឆ្អាបឬក៏អន្ទង់យើងហ្នឹងវាមានសភាពក្រៀមបងប្អូនខ្លះមួយចំនួនយើងអាចនឹងប្រើប្រាស់ដូចជាបំពងអញ្ចឹងទៅទើបយកមកឆាយកមកអីអញ្ចឹងទៅនេះជារូបមន្តនិងបច្ចេកទេសផ្សេងចំពោះបងប្អូនដែលធ្វើម្ហូបតែសម្រាប់ខ្ញុំគឺខ្ញុំធ្វើសាមញ្ញបែបនេះឯងបងប្អូនអញ្ចឹងខ្ញុំក៏ឆាត្រឡប់ទង់យើងជាមួយនឹងប្រេងដើម្បីឲ្យវាមានសភាពសប់ល្អទៅនឹងទង់របស់យើងកុំឲ្យមានកន្លែងណាចន្លោះអីចឹងទៅបងប្អូនណាបាទយើងឆារំលីងវារឿងក្រៀមតិចចឹងទៅវាអត់ជាបញ្ហាទេបើនិយាយថាពីឆ្អាបគឺអត់ឆ្អាបទេបងប្អូនដោយសារតែខ្ញុំបានធ្វើវាស្អាតបាតហើយអស់ហើយណាបាទយើងរៀបចំធ្វើវាយ៉ាងស្អាតបាតបាទយ៉ាងល្អមែនតើអញ្ចឹងយើងឆាត្រឡប់ទៅបងប្អូនឆាត្រឡប់វាហើយអន្ទង់នេះមិនចាក់បងប្អូនណាតាមមួយក្បាលទេបងប្អូនណាបាទបញ្ជាក់បងប្អូនថាខ្ញុំស្ទូចបានអញ្ចឹងយើងឆាត្រឡប់ហើយយើងចាក់ទឹកបន្តិចដើម្បីរងាស់វាទុកវាឲ្យអន្ទង់យើងមានសភាពឆ្អិនសព្វល្អគឺខ្ញុំចាក់បន្តិចទេបងប្អូនព្រោះអន្ទង់វាហាក់ដូចជាអន្ទង់ខ្ចីដែរបាទវាមិនជាស្វិតមិនជាអីទេរឿងអន្ទង់យ៉ាងអីនេះបងប្អូនណាបាទអញ្ចឹងនេះបងប្អូនមើលសភាពសាច់អន្ទង់គឺល្អស្អាតបាទអញ្ចឹងបន្ទាប់ពីហ្នឹងមកគឺខ្ញុំទុកវាបន្តិចរងាស់វាដើម្បីឲ្យអន្ទង់យើងឆ្អិនល្អខ្ញុំរងាស់នេះប្រហែលជាក្នុងរង្វង់3នាទីទៅ4នាទីហ្នឹងបងប្អូនព្រោះដោយបញ្ជាក់បងប្អូនខាងដើមហ្នឹងបងប្អូនអន្ទង់ស្រែឲ្យវារៀងខ្ចីហើយថាអន្ទង់វាខ្ចីស្ទើរដែរខ្ញុំក៏មកត្រឡប់វាម្ដងទៀតយើងតេស្តមើលតើវាយ៉ាងម៉េចដែរសាច់អន្ទង់យើងដើម្បីឲ្យវាមានសភាពស្រុកគ្នាល្អរហ័សឆ្អិនស្មើគ្នាអញ្ចឹងណាបងប្អូនឲ្យវាចូលឆ្អិនស្មើគ្នាអញ្ចឹងបន្ទាប់មកគឺខ្ញុំយកគ្រឿងដែលបានដាក់ទុកមួយឡែកឆាឲ្យលើកមុនហ្នឹងឬក៏ម្លីងទុកលើកមុនហ្នឹងខ្ញុំយកមកចាក់ចូលបាទចាក់ចូលមួយអន្ទង់របស់យើងហ្នឹងទៀតហើយបន្ទាប់ពីហ្នឹងគឺយើងចាប់ផ្ដើមធ្វើការឆាត្រឡប់វាដើម្បីវាចូលគ្រឿងល្អបាទយើងឆាត្រឡប់វាមកអញ្ចឹងទីទៀតបងប្អូននឹងដឹងថាតើចំណុចពិសេសនៃអន្ទង់ឆាក្តៅអន្ទង់ហ្វ្រាយឆាក្តៅយើងនេះវាមានចំណុចពិសេសអ្វីបងប្អូនរងចាំបន្តិចទៀតយើងនឹងដឹងថារូបមន្តដែលពិសេសគឺជារូបមន្តដែលបន្សល់ទុកពីលោកយាយរបស់ខ្ញុំតាំងពីដើមមកឬមួយក៏ចាស់បុរាណយើងបងប្អូនដឹងស្រាប់ហើយគឺថាចាស់បុរាណខ្ញុំមើលលោកយាយខ្ញុំចាំបានថាក្នុងអំឡុងឆ្នាំ1999 98 2000គត់អីហ្នឹងបងប្អូនណាបាទគឺកាលចំនួនលោកយាយខ្ញុំក៏នៅមានបច្ចុប្បន្នមហូបដែលគាត់ធ្វើខ្ញុំសង្កេតមើលខ្ញុំចំណាំបានថានៅក្នុងចក្រានបាយយើងអត់មានអីច្រើនទេបងប្អូនណាមានតែប្រហុកអំបិលប៊ីចេងបងប្អូនហើយនឹងមានស្ករបើស្ករក៏ភាគច្រើនមានស្ករត្នោតស្ករពីងអីចឹងទេប៉ុន្តែរាល់មុខម្ហូបគឺគាត់កម្រប្រើណាតើចាំបាច់ដូចជាខដូចជាអីទេបាទទៅគាត់ប្រើ
ចឹងអ្វីដែលពិសេសនោះគឺខ្ញុំប្រើតែអំបិលនិងប៊ីចេងទេបងប្អូនណាបាទស្ករក៏ខ្ញុំអត់ដាក់បាទទឹកត្រីទឹកហ្វឺអ៊ីវរ៉ូឌីប្រេងខ្យងខ្ញុំអត់ប្រើដែរខ្ញុំប្រើតែអំបិលជាមួយនឹងប៊ីចេងនេះគឺជាអ្វីដែលខ្ញុំចង់រក្សាគេថារូបមន្តចាស់ពីដើមឬក៏រូបមន្តរបស់លោកយាយខ្ញុំគាត់ធ្វើម្ហូបគឺមានសភាពតែប៉ុណ្ណឹងបងប្អូនណាបាទអត់មានអីច្រើនទេបើយើងឥឡូវវាខុសពីមុនបន្តិចបងប្អូនទាំងខ្ញុំអីបានបើថាធ្វើឲ្យពេញដៃមែនតើបងប្អូនហើយម្ហូបមុខមានអំបិលប៊ីចេងស្ករទឹកត្រីទឹកហ្វឺអ៊ីវរ៉ូឌីប្រេងខ្យងច្រើនណាស់ចូលចង់10មុខប៉ុន្តែចាស់ពីដើមគឺអត់ទេអូខេអញ្ចឹងយើងចាប់ផ្ដើមឆាមកបងប្អូនឆាត្រឡប់វាឲ្យចូលគ្រឿងដើម្បីយើងហូបព្រោះយើងឆាត្រឡប់ប៉ុណ្ណឹងហើយគឺវាឆ្អិនហើយបងប្អូនណាបាទអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូរបស់ខ្ញុំបាទគឺមានប៉ុណ្ណឹងដោយសារតុងយើងឆ្អិនហើយបើហ្វិនជាបាទហ្វូមជា fry បងប្អូនឆ្លក់ម្ទេសបាទអញ្ចឹងបើហ្វិនជាបងប្អូនទស្សនាវីដេអូខ្ញុំបាទតាមដល់ចប់ហើយក៏សូមថ្លែងអំណរអគុណបងប្អូនណាបាទហើយកុំភ្លេចចូលរួមជាវ channel របស់ខ្ញុំបាទម្នាក់មួយផងសូមអរគុណ